ជំរាបសួរអ៊ំពូមីងទាំងអស់គ្នាចាខ្ញុំមិនចេះអសរមែនប៉ុន្តែខ្ញុំមិនដែលមើងងាយសមត្ថភាពខ្លួនឯងទេខ្ញុំគិតថាខ្ញុំនឹងរកវិធីអ្វីដែលខ្ញុំមានចំណងចំណូលចិត្តខ្លាំងខ្ញុំចូលចិត្តសម្ដែងរឿងចូលចិត្តធ្វើវីដេអូផ្សេងបង្កើតសាច់រឿងល្អៗដើម្បីឲ្យពុកម៉ែបងប្អូនបានមើលកំសាន្តទោះបីជាខ្ញុំមិនមែនជាអ្នកពូកែធ្វើល្អឥតខ្ចោះតែនេះគឺជាចំណងចំណូលចិត្តរបស់ខ្ញុំជឿលើសមត្ថភាពខ្ញុំថាខ្ញុំនឹងអាចធ្វើវាបានហើយអ្វីដែលខ្ញុំធ្វើប្រចាំថ្ងៃនេះគឺជាចំណងចំណូលចិត្តរបស់ខ្ញុំចាមិនថាថតសាច់រឿងថតវីដេអូបង្កើតរឿងកំ pl ែងអ្វីផ្សេងគឺជាចំណងចំណូលចិត្តរបស់ខ្ញុំបើសួរថាតើធុញទ្រាន់ដែរឬទេខ្ញុំមិនធុញទេបងប្អូនទាំងអស់គ្នាទោះបីខ្ញុំមិនចេះអក្សរតែខ្ញុំនៅតែព្យាយាមខំប្រឹងរៀនបន្ថែមតាមរយៈវីដេអូមិនថា Facebook មិនថា YouTube ឬ TikTok ឲ្យតែមានលោកគ្រូអ្នកគ្រូគាត់ចែករំលែកបទពិសោធន៍គឺខ្ញុំមិនធុញទ្រាន់ឡើយនៅពេលដែលខ្ញុំចាប់ទូរស័ព្ទដៃគឺចិត្តរបស់ខ្ញុំផ្ដោតទៅមុខរបរទាំងអស់នេះខ្ញុំជឿថាគេរកលុយតាមរយៈ YouTube Facebook TikTok គេអាចធ្វើបានខ្ញុំជឿថាទោះបីជាខ្ញុំមិនចេះអក្សរវាអាចនឹងពិបាកប៉ុន្តែបើសិនជាចិត្តខ្ញុំចង់នឹងមានចំណងចំណូលចិត្តខ្លាំងគឺខ្ញុំជឿលើសមត្ថភាពខ្ញុំថាខ្ញុំនឹងអាចធ្វើបានវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នាអរគុណជម្រាបលា